ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែចំណោទលេខ1នៅក្នុងមេរៀនការបូកចំនួនដែលមានលេខ4ខ្ទង់និង4ខ្ទង់ដោយគ្មានត្រាទុកដែលចំណោទលេខ1ហ្នឹងគេដាក់ថាស្ថានីយ៍ប្រេងមួយលក់ប្រេងពេលព្រឹកអស់2135លីត្រពេលល្ងាចអស់1852លីត្រតើក្នុងមួយថ្ងៃស្ថានីយ៍នោះលក់ប្រេងអស់ប៉ុន្មានលីត្រអញ្ចឹងនៅក្នុងចំណោទនេះគឺគេសួររកចំនួនប្រេងសរុបដែលគេលក់អស់ក្នុងមួយថ្ងៃអញ្ចឹងដើម្បីរកប្រេងទាំងអស់ដែលគេលក់ក្នុងមួយថ្ងៃគឺយើងត្រូវយកប្រេងដែលគេលក់ចេញនីមួយៗនឹងបូកចូលគ្នាអញ្ចឹងតើគេលក់ពេលណាខ្លះចាស់ពេលណាខ្លះអញ្ចឹងគេលក់ពេលព្រឹកអស់2135លីត្រនិងពេលល្ងាចអស់1852លីត្រអញ្ចឹងចង់រកប្រេងសរុបដែលគេលក់អស់ក្នុងមួយថ្ងៃហ្នឹងគឺយើងត្រូវយកប្រេងដែលគេលក់ចេញក្នុងពេលនីមួយៗហ្នឹងបូកចូលគ្នាទាំងអស់មកដោយសារនេះគឺមានលក់តែពីរពេលហ្នឹងទេអញ្ចឹងយើងបូកតែប្រេងដែលគេលក់ព្រឹកហើយនឹងពេលនឹងប្រេងដែលគេលក់ពេលល្ងាចមកយើងនឹងឃើញចំនួនប្រេងសរុបដែលគេលក់បានក្នុងរយៈពេលមួយថ្ងៃហ្នឹងបន្ទាប់ពីយើងគិតនិងជ្រើសរើសប្រមាណវិធីអីរួចហើយយើងចាប់ផ្ដើមសរសេរចម្លើយដែលចម្លើយរបស់យើងត្រូវបែងចែកជាពីរខាងមួយខាងគឺប្រមាណវិធីជាកន្លែងដែលសម្រាប់យើងគណនាលេខនិងមួយខាងទៀតគឺខាងរបៀបឆ្លើយគឺសម្រាប់ប្រៀបរាប់ចម្លើយឲ្យអ្នកដែលមើលចម្លើយរបស់យើងនឹងគេយល់អញ្ចឹងអ្វីដែលយើងចង់រកគឺរកចំនួនប្រេងដែលគេលក់អស់ក្នុងមួយថ្ងៃអញ្ចឹងយើងយកប្រេងដែលគេលក់ពេលព្រឹកបូកនឹងប្រេងដែលគេលក់ពេលល្ងាចគឺ2135បូកនឹង1852 2000ចា2135បូកនឹង1852 ចឹងដើម្បីបូកលេខគឺយើងត្រូវតម្រៀបលេខឲ្យត្រូវតាមខ្ទង់រួចចាប់ផ្ដើមបូកលេខពីខ្ទង់រាយអញ្ចឹងយើងមើលខ្ទង់រាយ5បូកនឹង2ស្មើ7អញ្ចឹងគឺយើងសរសេរលេខ7 3បូក5ស្មើ8យើងសរសេរលេខ8 1បូក8ស្មើ9យើងសរសេរលេខ9 3បូកសំទោស2បូក1 3យើងសរសេរលេខ3អញ្ចឹងក្នុងមួយថ្ងៃគឺគេលក់ប្រេងបាន3987លីត្របន្ទាប់មកយើងត្រូវសរសេរជាជួរដេកនៅខាងរបៀបឆ្លើយយើងដាក់មក2135បូកនឹង1852ស្មើនឹង3987លីត្រអញ្ចឹងគេសួរជាលីត្រយើងត្រូវដាក់លីត្រឲ្យគេយើងអាចដាក់អក្សរកាត់លីត្រយើងដាក់អក្សរលោនេះក៏បានដែរបន្ទាប់មកជំហានចុងក្រោយគឺយើងត្រូវឆ្លើយថាឲ្យគេឆ្លើយថាប្រាប់គេអញ្ចឹងយើងឆ្លើយថាប្រេងដែលគេលក់អស់ក្នុងមួយថ្ងៃគឺ3987លីត្រ3987លីត្រទៅសេកាត់ក៏បានពេញក៏បានបន្ទាប់មកយើងគូសហុំឲ្យស្អាតមកបន្ទាប់ពីគូសហុំឲ្យស្អាតអញ្ចឹងចម្លើយរបស់យើងចាគឺមានប៉ុណ្ណឹងដាក់ឲ្យស្អាតទាំងមកគឺយើងបានបន្ទុកពេញបន្ទុកល្អហើយចាអញ្ចឹងតើតងទៅនឹងកំណែចំណោទលេខ1នៅក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង4ខ្ទង់ដោយគ្មានត្រាទុកចាស់គឺមានប៉ុណ្ណឹងចាសូមអរគុណច្រើននិងសូមជម្រាបលា